សួស្តីបងប្អូនអរគ្នាស្វាគមន៍មកកាន់វីដេអូថ្មីនៅក្នុងវីដេអូនេះខ្ញុំនឹងប្រាប់ពីរបៀប download និងដំឡើងកម្មវិធី IDM អូខេយើងអាច follow តាម step ហ្នឹងទៅអញ្ចឹងទី1ត្រូវទៅ download software សិនអញ្ចឹង software អាច download តាម link នេះបាន link Telegram អញ្ចឹងបន្ទាប់ពី download ហើយយើងត្រូវ extract file ហើយទី3យើង run file setup វាទៅហើយទី4យើងធ្វើការ activate license ហើយធ្វើការ crack យកណាអញ្ចឹងបញ្ជាក់កន្លែងទី4តិចsoftware ហ្នឹងគឺជា software crack ទេបើសិនអ្នកនរគ្នាមានលទ្ធភាពអាចទិញ license ប្រើទៅតែបើសិនអត់មានទេអាចធ្វើតាមវិធីនេះបានអញ្ចឹងណាអូខេឥឡូវយើងចាប់ផ្ដើមអ្នកនរគ្នាដោយសារខ្ញុំបាន download software រួចហើយអញ្ចឹងយើងធ្វើការ extract file ហ្នឹងសិនទៅយើង right click extract មកអញ្ចឹងបន្ទាប់ពី extract ហើយយើងទៅឡើងវាទាំងអស់គ្នាខ្ញុំបញ្ជាក់មួយទៀតបើសិនអឺអ្នកនរគ្នាអត់ទាន់បិទ firewall ទេអាចទៅបិទ firewall សិនទៅដោយសារបើអត់បិទfirewall របស់យើងនឹងចាប់វានឹងលុប file EE នេះអញ្ចឹងអ្នកនរគ្នាអាចបិទ firewall ចេញសិនទៅអូខេឥឡូវយើង set up អ្នកនរគ្នាអញ្ចឹងយើងទៅ run file setup មក file នេះយក yes មកចុច next accept next 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 រួចហើយចុច finish អូខេបន្ទាប់ពី run file setup ហើយយើងអឺចូលទៅ crack យកមកទៅយើងចុច folder ក្រោមនេះ unlock នេះអញ្ចឹងយើង run file នេះមកចុច yes អញ្ចឹងយើង take ពីនេះមករួចហើយចុច crack រួចចុច finish ហើយយើងបើកIDM យើងអស់គ្នាចុច close មកអញ្ចឹងយើងចូលលេញ help មកហើយយក about អញ្ចឹងឥឡូវហ្នឹងIDM របស់យើងបាន activate រួចហើយចាំបើសិនយើងអត់ activate វានឹងចេញជា trial version អូខេបន្ទាប់ពី activate រួចរាល់ហើយយើងអាចទៅតែ download ទាំងអស់គ្នាបានអញ្ចឹងយើងចូល YouTube ឬក៏ Facebook ក៏បានដែរហើយខ្ញុំចូលវីដេអូនេះមួយចាស់ចឹងឥឡូវយើងឃើញប៊ូតុង download នេះអញ្ចឹងយើងអាច download បានចុច start download មកអូខេវីដេអូរបស់ខ្ញុំមានប៉ុណ្ណឹងបើសិនមានចម្ងល់អីអាច comment នៅខាងក្រោមបានអរគុណច្រើនសម្រាប់ការទស្សនាវីដេអូ